ក្រវ៉ាញ់ជ្រូកនេះជាប្រភេទស្មៅមួយប្រភេទដែលអ្នកដាំដោះបន្លែអត់ចូលចិត្តវាមែនតើបាទដោយសារសំបីតែយើងក្របកៅស៊ូក្របរងរបៀបនេះក៏ដោយបងប្អូនវាតែងតែដោះចាក់កៅស៊ូនេះហើយវាអត់ងាយដាច់ពូជទេយើងប្រើថ្នាំស្មៅកម្ចាត់វាក៏ដោយអត់ងាយដាច់ពូជទេដោយសារវាមានមើមនៅក្នុងដីបាទវាជាប្រភេទស្មៅមួយដែលអ្នកដាំដោះបន្លែហ្នឹងអត់ចូលចិត្តមែនតើបាទក្នុងការក្របកៅស៊ូដើម្បីបង្ការការដោះស្មៅក្រវ៉ាញ់ជ្រូកហ្នឹងណាបងប្អូនបាទយើងត្រូវក្របធូរបាទកម្រិតតឹងបាទរឹតតឹងវានឹងចាក់ធ្លុះមកដល់នេះចឹងមកនេះពងចាក់ចាញ់មកទៀតនេះឃើញទេនេះចាញ់មកហួសហើយនេះចាក់ចាញ់មកទៀតហើយនេះបាទអានេះចាញ់មកទៀតហើយបាទចាំមើលខ្ញុំនាំបងប្អូនទៅមើលរងដែលយើងរៀបធូរបងប្អូននេះជារងដែលយើងរៀបយើងក្របកៅស៊ូធូរនេះធូររបៀបនេះបងប្អូនយើងអត់រឹបតឹងទេឃើញទេអញ្ចឹងក្រវ៉ាញ់ជ្រូកវានៅក្នុងនឹងឯងវាចាក់វាដោះមកក្វីលក្វល់ក្នុងហ្នឹងងាប់ទៅវិញបើយើងរឹបកៅស៊ូនេះតឹងដូចកន្លែងវីដេអូដើមវីដេអូបងប្អូនគឺក្រវ៉ាញ់ជ្រូកចាក់ចាញ់មកធ្លុះចាញ់ពីកៅស៊ូមកហើយអញ្ចឹងក្នុងការក្របរងចំការដែលមានក្រវ៉ាញ់ជ្រូកច្រើនបងប្អូនរឹបជើងវានេះកុំឲ្យតឹងបាទស្កប់ធូរមកបាទស្កប់ធូរមកឲ្យកៅស៊ូនេះវាធូរបាទធូរប៉ឹកប៉ាយអញ្ចឹងដល់ពេលដែលធូរហ្នឹងក្រវ៉ាញ់ជ្រូកវាដោះចេញមកវាចាក់មកអត់រួចទេវានៅក្វេលក្វល់នៅក្នុងរងហ្នឹងមករយៈពេលក្រោយមកវាអាចងាប់ទៅវិញបាទអាចងាប់ទៅវិញប៉ុន្តែបើវាមានផ្លូវចាញ់បាទកន្លែងណាកៅស៊ូតឹងវានឹងដោះចេញមកហើយបងប្អូននេះដូចតានេះកៅស៊ូរៀងតឹងនេះតានេះរៀងធូរអត់ចាញ់ទេតែតានេះរៀងតឹងវារៀបជាប់ប៉ះដីបងប្អូននេះអញ្ចឹងវាចាញ់មកទៅហ្មងបាទនេះជាលក្ខណៈនៃការដោះលូតលាស់របស់ក្រវ៉ាញ់ជ្រូកបាទមើលនៅខាងនេះរៀងធួតអីទេតែនេះវាដូចជាមានដីមានអីសង្កត់ទៅវាអាកៅស៊ូហ្នឹងវាជាប់រឹបជាមួយរងអញ្ចឹងទៅវាដោះចាញ់មកតែហ្នឹងបាទកន្លែងធូរហ្នឹងអត់ដោះទេបាទ